តោះជួនអូនតកោរងកន្លែងនៅអូនប្រាថ្នាធ្លាប់តែលើគេថានៅលើកោះរងនេះដូចឋានសួគ៌លាក់ខ្លួនចឹងនៅលើកោះរងនេះតែសភាពស្អាតទឹកសមុទ្រថ្លាដូចកញ្ចក់ចឹងអ្នកទាំងគ្នាបើនិយាយពីស្នេកសាច់គេវិញសស្អាតដូចសម្លៃស្អាតដាច់គេបានមកលើកោះនេះហើយក៏ភ្លេចជួម៉ូតូជិះផងអ្នកទាំងគ្នាដើម្បីបានមើលទស្សនភាពអ្នកភូមិដែលគាត់រស់នៅលើកោះនិងបានជិះមើលទេសភាពស្អាតជាច្រើនតាមឆ្នេរនៅលើកោះហ្នឹងអ្នកទាំងគ្នាជំរាបសួរអ្នកទាំងគ្នាខ្ញុំ Florence ឥឡូវខ្ញុំបានមកដល់ផែនៅកំពង់សោមយើងហ្នឹងហើយអ្នកទាំងគ្នាដើម្បីឡើងទូកឆ្លងទៅកោះទាំងអស់គ្នាម៉ោងទូកដែលខ្ញុំឡើងហ្នឹងគឺ 9 កន្លះព្រឹកនេះខ្ញុំមកដល់ប្រហែលជាម៉ោង 9:15 អត់ទាន់សម្រាប់តម្លៃសវត្ថទុកដែលខ្ញុំទៅលើកនេះម្នាក់$25ទៅមកអ្នកនរគ្នានៅលើទុកដែលខ្ញុំជិះនេះសិតតែបរទេសសតហ្មងអត់សូវមានខ្មែរយើងទេសម្រាប់ការជិះពីកំពង់សោមមកដល់លើកោះនេះចំណាយពេលអស់45នាទីប៉ុន្តែមានអារម្មណ៍ថាយូរនេះដោយសារយើងជិះបដាមើលទេសភាពបដាមកដល់កោះរងហើយអ្នកគ្នាឥឡូវខ្ញុំកំពុងដើរទៅរកកន្លែង check in អូតែលសិនហើយបានយើងដើរជួម៉ូតូអ្នកគ្នាជួម៉ូតូជិះមើលតាមកោះអញ្ចឹងណាអ្នកគ្នាហ្នឹងហើយស្អាតមែនតើនេះគឺជាទស្សនវិជ្ជានៅលើភូមិកោះតូចអ្នកគ្នានៅនេះអ្នកភូមិវាអ៊ូអមែនតើដែលមានប្រជាជនយើងរស់នៅលើកោះនេះច្រើនគ្រួសារហ្មងភាសាកោះនេះធំខ្លាំងមែនតើចុះពីទូកមកឥឡូវខ្ញុំមកដល់រកកន្លែងជួម៉ូតូជិះសិនម៉ូតូយើងជួលនៅលើនេះមួយថ្ងៃ$10អ្នកគ្នាជិះទៅណាទៅគេចាក់សាំងមកពេញឲ្យទៀតសម្រាប់ម៉ូតូដែលខ្ញុំមកគេងលើកនេះគឺឈ្មោះ Dream Resort ចុះមកបន្តិចមកគឺទល់មុខមាត់សមុទ្រហ្មងមកដល់ហើយអ្នកគ្នាបន្ទប់ប៉ុណ្ណេះមកហ្មងអត់ធំពេកអត់ទូចពេកអ្នកគ្នាគេមានឲ្យទូទឹកកកមកគាត់យើងខ្លះសេភេទជាឲ្យបោះញ៉ាំអីតិចតួចចឹងណាអ្នកគ្នានេះទឹកទឹកមកហ្មងអ្នកគ្នាមកអ្នកគ្នាមកមើលទេសភាពខាងក្រៅម្ដងសម្រាប់តម្លៃនៅ resort នេះមួយយប់$50អ្នកដែលគាត់ដើរលេងជួយចិត្តសើបាត់ចិត្តអីគឺគាត់អាចមកគេងនៅនេះបានចុះពី resort តិចមកនៅតាមមាត់ឆ្នេរហ្នឹងអត់ខ្វះអីញ៉ាំមុខម្ហូបគេមានច្រើនមុខឲ្យយើងហោះមែនតើប៉ុន្តែខ្ញុំក៏បង spaghetti ញ៉ាំអ្នកគ្នាដោយសារវាលឿនហើយរូបជាតិរបស់គេក៏ឆ្ងាញ់ដែរឲ្យ9លើ10មួយចានតែ$4កន្លះហេអ្នកគ្នាញ៉ាំអាហារថ្ងៃត្រង់ហើយឥឡូវខ្ញុំឡើងមកដូរកៅអៅដើម្បីជិះម៉ូតូដើរលេងនៅលើកោះហ្នឹងកន្លែងនេះរៀងអាលាក់តិចខ្ញុំឡើងអស់សំណើចហ្មងអ្នកនរគ្នាអើយទេសភាពនៅលើកោះនេះស្អាតមែនតើហ្មងនិយាយទៅសប្បាយជិះមើលទេសភាពហ្មងឡើងទៅជាក់ភ្នែកទៅតាមផ្លូវគេក៏មាន mini mart មួយដែរជិះលេងឥឡូវខ្ញុំមកដល់ Long Beach Resort បានខ្ញុំមកនេះដើម្បីមើលថ្ងៃលិចព្រោះដោយសារថ្ងៃលិចនៅនេះស្អាតមែនតើណាមួយយើងចូលលេងនៅនេះក៏គេអត់គិតលុយដែរអ្នកគ្នាយើងអាចចូលលេងសេរីហ្មងព្រោះដោយសារយើងដើរទៅរៀងចំហៀងតិចគឺមានឆ្នេរ Long Beach ស្អាតមែនតើហើយនៅនេះមក4កន្លះចាប់ផ្ដើមព្រះអាទិត្យលិចស្អាតបដាឲ្យអ្នកគ្នាចង់មើលថ្ងៃលិចស្អាតហើយស្ងប់ស្ងាត់មានតែយើងអ្នកគ្នាដើរមកចំហៀងខាងស្ដាប់ដៃបន្តិចមកដល់ហ្នឹងលក្ខណៈថាយើងមើលថ្ងៃលិចបែបស្ងប់ស្ងាត់ឈៀលមានតែយើងហ្មងបើបានថតរូបលេងជាមួយ sunset ចេះទៀតរូបយើងចេញមកស្អាតដូចគំនូរអញ្ចឹងថតរូបមកផ្លែតល្ងិតបាតលឿនមែនតើអ្នកគ្នាឥឡូវយើងដល់ម៉ោងដើរលេងតាមភូមិគេនេះនៅភូមិនេះហើយយប់ឡើងគឺមនុស្សច្រើនមែនតើហើយគេក៏មានលក់គ្រឿង accessory ខ្សែកខ្សែដៃបែបសមុទ្រណាអ្នកនរគ្នានិយាយទៅគឺខ្ជុតស្អាតច្រើនមែនតើគេមានជាប្រភេទ mini បានប្រាំងសម្រាប់អ្នកដែលគាត់ចូលចិត្តជានិយាយទៅគឺមកលើនេះគឺត្រូវហ្មងបើមកហូបគេវិញគឺមានលក់ច្រើនមែនតើហើយបើថៃសមុទ្រគ្រឿងសមុទ្រគេគឺស្រស់តែម្ដងអ្នកថៃអាំងតឡោបើសម្រាប់នៅហាងគាត់នេះវិញ BBQ មួយចានតែ$5គាត់មានត្រីអាំងមានប្រភេទមឹកអាំងបកាអាំងហើយនិង steak សាច់គោអីចឹងទៅអ្នកនរគ្នាតែមួយចានតែ$5ទេតម្លៃ BBQ មួយចាន$5នេះខ្ញុំគិតថាអត់ថ្លៃគាត់ដាក់ឲ្យច្រើនមែនតើសម្រាប់គេកន្លែងគាត់នេះឡើងស្រស់សាច់ឡើងផ្អែមនិយាយទៅឆ្ងាញ់គ្រប់មុខហ្មងហើយកន្លែងគាត់លក់ដាច់នៅច្រើនមែនតើមានតែភ្ញៀវបរទេសមានតែភ្ញៀវខ្មែរចូលញ៉ាំជាពិសេសគឺភ្ញៀវបរទេសគឺគាត់ចូលចិត្តញ៉ាំកន្លែងហ្នឹងហ្មងចូលមកដល់ព្រឹកស្អែកថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវត្រឡប់ទៅវិញហើយអ្នកគ្នាប៉ុន្តែម៉ោង3កន្លះបានខ្ញុំឡើងទូកអញ្ចឹងខ្ញុំសល់ពេលពាក់កណ្ដាលថ្ងៃដើម្បីជិះដើរលេងមើលតាមកោះទៀតព្រោះយើងមកមួយថ្ងៃគឺដើរលេងអត់អស់ទេមិញហ្នឹងខ្ញុំបានកំង breakfast ញ៉ាំតិចបន្ទាប់ពីញ៉ាំ breakfast ហើយមិនរងចាំយូរខ្ញុំក៏បានទីម៉ូតូជិះទៅលេងឆ្នេរ Long Beach ម្ដងទៀតដែរដោយសារទេសភាពនៅឆ្នេរ Long Beach ព្រឹកឡើងគឺស្អាតស្រស់ស្រាយមែនតើទេសភាពស្អាតជាងពេលល្ងាចទៀតអ្នកនរគ្នាបើសិនជាអាចខ្ញុំចង់ឲ្យអ្នកនរគ្នាញាក់ពីម៉ោង6ព្រឹកដូចខ្ញុំអញ្ចឹងដើម្បីមកស្រូបវីតាមីន D និងវីតាមីន C និងស្រូបយកបរិយាកាសល្អៗទៅជុំវិញខ្លួនយើងបែបហ្នឹងណាកំសាន្តមកកោះរងនេះគឺលើកទី1សម្រាប់ខ្ញុំហ្មងហើយក៏ជាកន្លែងមួយដែលតាក់ទាញអារម្មណ៍របស់ខ្ញុំដែលចង់ឲ្យខ្ញុំទៅលេងម្ដងទៀតខ្លាំងមែនតើនៅឆ្នេរ Long Beach នេះទេសភាពក៏ស្អាតទឹកសមុទ្រវិញថ្លាដូចកញ្ចក់សាច់វិញឡើងសនិយាយទៅមកព្រឹកហ្នឹងគឺខ្ញុំទៅណាអត់ឆ្ងាយពីហ្នឹងហ្មងគឺខ្ញុំពេញសប្បាយលេងទឹកហ្មងអ្នកនរគ្នាលក្ខណៈថាមនុស្សជិះចិត្តសមុទ្របានយល់អារម្មណ៍មួយនឹងច្បាស់ក៏បានមកកោះរងលើកក្រោយខ្ញុំមកគេង 3-4 ថ្ងៃហ្មងមិនអស់ចិត្តចេញពីឆ្នេរ Long Beach ខ្ញុំក៏បានហួសមកឆ្នេរសុកសានប៊ិចលេងដែរនៅឆ្នេរសុកសាននេះទេសភាពស្អាតក៏អត់ចាញ់ឆ្នេរ Long Beach ប៉ុន្មានដែរបាទសម្រាប់ resort គឺវិញគេធ្វើ vibe បែបលក្ខណៈជាផ្ទះឈើបែបនេះអ្នកនរគ្នានិយាយទៅគឺគួរឲ្យចាប់អារម្មណ៍មែនតើនៅឆ្នេរសុកសាននេះគឺសម្បូរភ្ញៀវបរទេសដែលគាត់ចូលចិត្តមកអាំងថ្ងៃច្រើនខ្លាំងហ្មងជិះដើរលេងលើកោះចុះឡើងចដល់ម៉ោងឡើងទូកខ្ញុំក៏បានបកមកអូតែបីរៀបចំឲ្យបាន check out ទៅអង្គុយចាំឡើងទូកទាំងអស់គ្នាសំខាន់មានមួយមកអង្គុយកំដរកុំឲ្យអបសក់ទៀតកាត់វីដេអូដល់កន្លែងនេះខ្ញុំពិតជាសែតមែនតើអ្នកនរគ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំទៅកោះរងលើកនេះគឺអត់អស់ចិត្តទេមកយប់មួយថ្ងៃគឺលឿនខ្លាំងមែនតើតែ
តែមិនអីទេចាំយើងទៅណៃពីការងារលើក្រោយចាំយើងមកលេងម្ដងទៀតក៏អត់អីដែរបែប vlog ដំណើរកំសាន្តនៅលើកោះរងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំថាបងប្អូនទាំងអស់គ្នាចូលចិត្តហើយកុំភ្លេចជួយ like ជួយ share ឲ្យម្នាក់មួយផងអរគុណជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀត